សួស្តីបងប្អូនអរគ្នានៅខ្វះតែមួយខែទៀតប៉ុណ្ណោះថ្ងៃប្រឡងបាក់ឌុបនឹងខិតចូលមកដល់ហើយអញ្ចឹងតើត្រូវធ្វើដូចម្តេចខ្លះបាទនៅក្នុងវីដេអូនេះខ្ញុំបង្ហាញប្រាប់បងប្អូននៅគន្លឹះចំនួន3ទី1បងប្អូនត្រូវដាក់ម៉ោងរៀនឲ្យបានត្រឹមត្រូវឧទាហរណ៍ជារៀងរាល់ព្រឹកពីម៉ោង7ដល់ម៉ោង10ព្រឹកពីព្រោះពេលវេលាហ្នឹងល្អយើងញ៉ាំអាហារអីហើយយើងឆ្អែតយើងមានកម្លាំងហើយមេឃវាត្រជាក់ខួរក្បាលយើងវាត្រជាក់យើងស្រួលគិតអញ្ចឹងណាបាទហើយយើងអាចជ្រើសរើសមុខវិជ្ជាទៅលក្ខណៈថារៀនគណិតរៀនរូបវិទ្យារៀនភាសាខ្មែររៀនសរសេរតែងសេចក្តីអញ្ចឹងមើលវិញ្ញាសាពីឆ្នាំកន្លងមកហើយម៉ោងដែលល្អមួយទៀតនោះគឺពេលយប់បាទដូចជាម៉ោង7ទៅដល់ម៉ោង10យប់បាទក៏ជាពេលវេលាល្អដែរដែលបងប្អូនកំណត់ម៉ោងរៀនកន្លឹះទី2ដើម្បីត្រៀមខ្លួនមុនប្រឡងបាក់ឌុបនោះបងប្អូនបាទត្រូវរៀនឲ្យយល់មិនមែនទិញចាំទាំងអស់ទេរៀនឲ្យយល់ហើយសង្ខេបវាមកដាក់នៅតាមមុខវិជ្ជានីមួយហ្នឹងយើងរៀនដូចថារៀនវិជ្ជាគុណណាមិនមែនរៀនលក្ខណៈទន្ទិញយើងទិញយ៉ាងណាក៏មិនអស់ដែរប៉ុន្តែរៀនឲ្យយល់ចំពោះខ្លឹមសារនៅក្នុងមុខវិជ្ជានីមួយគឺថារៀនឲ្យយល់បន្ទាប់មកយើងរកពេលរំលឹកឧទាហរណ៍ថាយើងរៀនថ្ងៃនេះថ្ងៃស្អែកយើងសម្រាប់តែរំលឹកប៉ុណ្ណោះតាមការចាំរបស់យើងវិធីទី3ដែលបងប្អូនអាចត្រៀមបានងាយស្រួលចងចាំនោះគឺជាការដែលបងប្អូនអាចបង្រៀនមិត្តភ័ក្តិបង្រៀនគ្នាទៅវិញទៅមកបាទខ្ញុំឧទាហរណ៍ថាយើងមានគ្នា3នាក់ចឹងទៅគេហៅថារៀនជាក្រុមណាបាទម្នាក់បង្រៀនគណិតរូបមន្តម្នាក់ទៀតបង្រៀនតែងសេចក្តីម្នាក់ទៀតរៀនទ្រឹស្ដីសិលធម៌ពលរដ្ឋចឹងទៅបាទហើយយើងបង្រៀនគ្នាទៅវិញទៅមកបាទអញ្ចឹងហើយចំណុច3យ៉ាងដែលបងប្អូនអាចត្រៀមទុកនៅក្នុងអំឡុងពេល1ខែដែលនឹងមកដល់នេះទី1គឺកំណត់ពេលវេលារៀនអាចពេលព្រឹកឬក៏ពេលយប់ទៅតាមមុខវិជ្ជាដែលបងប្អូនថាចង់រៀនថ្ងៃនីមួយចង់រៀនអីទី2នោះគឺបងប្អូនត្រូវរៀនឲ្យយល់ហើយរឿងចាំនឹងតាមក្រោយរៀនឲ្យយល់យកខ្លឹមសារវាណាបាទហើយទី3នោះគឺការរៀនជាក្រុមបាទរៀនជាក្រុមបង្រៀនគ្នាទៅវិញទៅមកចំណេញហើយការបង្រៀនគេគឺធ្វើឲ្យយើងងាយស្រួលចងចាំផងដែរជូនពរបងប្អូនទាំងអស់គ្នាមានពេលវេលាដ៏ល្អសម្រាប់ការសិក្សាកុំលងខ្លួនជាមួយការលេងហ្គេមការឆ្លើយឆ្លងការមើលព័ត៌មានអីច្រើនពេកពេលវេលាកាន់តែគៀកអីអញ្ចឹងដកឃ្លាពីអ្វីដែលមិនសូវជួយយើងនោះសិនណាបងប្អូនណាជួបគ្នានៅវីដេអូក្រោយទៀតកុំភ្លេច comment ហើយ like share សម្រាប់អ្នកផ្សេងទៀតផងដែរ